នៅព្យាយាមធ្វើវីដេអូនេះឲ្យខ្លីបំផុតដើម្បីកុំឲ្យទៅបែកតែបើប្រូជុលអាចសួរខ្ញុំបាននឹងហើយមានច្រើនដែរយើងផាស link វីដេអូយើងផាសអឺព្រមចាំខ្ញុំសិនឲ្យតាមក្រោយហើយបន្ទាប់មកប្រូត្រូវសេរីកន្លែងនេះអាកន្លែងនេះបើសិនជាប្រូដាក់អា model 3.5 ទេគឺវាដើរទេអញ្ចឹងប្រូពេលដែលចូលដំបូងវានឹងចាប់អានេះហើយអញ្ចឹងប្រូអ៊ុំក្រមមកហើយតាម model 3.5 មកហើយតាមប៉ុណ្្នឹងទៅវាដើរហើយវានឹងបានសារថតប៉ុណ្ណេះហើយប្រូ download មកចង់ download ដាក់ប្រឡោះណាដាក់ទៅហ្នឹងហើយតើមកប្រូទៅកាន់ AI media AI គេនោះហ្នឹងហើយមួយណានេះតែវាចូល AI វិញហ្នឹងគឺវាចេញប៉ុណ្ណឹងចុច create project ហើយរើអា YouTube មកហើយ create មកហើយយើងទៅផុសវីដេអូចូលមកចុចកន្លែងនេះមើលតាមមករបស់ខ្ញុំទៅឃើញហើយយើងទៅរើវីដេអូដែលយើងចង់យកមកចូលសលេងខ្ញុំឧទាហរណ៍អានេះមួយហើយយើងចុចបូកដាក់វីដេអូវាយបញ្ចូលនឹងមកបន្តទៀតដើម្បីបញ្ចូលសលេងយើងទៅកន្លែង dubbing មកហើយកុំភ្លេចបិទសលេងវីដេអូចាស់ចោលផងដើម្បីកុំឲ្យវាស៊ីចិនគ្នាណាបិទហើយចុចកន្លែងសលេងបិទចោលទៅហើយទៅ dubbing ទៅហើយយើងបញ្ចូល subtitle របៀបបញ្ចូលគឺចុចកន្លែងទៅណែមើលមករបស់ខ្ញុំចុចមកប៉ក់មកគឺមានកន្លែង import ហើយយើងចុច import ទៅហើយ subtitle ដែលយើងបាន download មិញប្រហែល download ទូទៅណាដាក់ហ្នឹងទៅដាក់ចូលភ្លក់មកគឺនឹងបាន subtitle ហើយ Pro អាចទៅអង្គុយកែបានចង់កែកន្លែងតនេះក៏បានកែសលេងណាកែដាក់ឲ្យណានិយាយតួឯងនិយាយឬនេះនិយាយឬមួយទៀតកែតនេះក៏បានចេះកន្លែង generate នេះមកហើយយើងកែទៅដូចប្រយោគនេះណាគេនិយាយតួឯងយើងដាក់ទៅហើយសលេងតនេះចាំខ្ញុំ clone ឲ្យបានច្រើនមានតួឯងមានអីទៅអញ្ចឹង Pro រើសមកដាក់អានេះតួឯងគឺយើងដាក់តួឯងទៅហើយអានេះតួរងគឺយើងសេរីដាក់តួរងទៅហើយដើម្បីឲ្យវាស្រួលមើលថាអាណាតួឯកអាណាតួរងព្រោះថាអាសលេងនេះគឺមានអត់មានឈ្មោះទេត្រេអញ្ចឹងដើម្បីឲ្យស្រួលមើលប្រូអាចដាក់ AI មកបញ្ចូល AI ម្ដងទៀតហ្នឹងហើយយើងផាសវីដេអូហើយយើងវាយប្រូម្ដងទៀតឯណានេះយើងវាយប្រូម្ដងទៀតមកឲ្យវាសរសេរឈ្មោះនៅពីមុខហ្នឹងហើយយើងវាយប្រូមកឲ្យដាក់មកគឺនឹងទទួលបាន script ប៉ុណ្ណេះមានឈ្មោះនៅពីមុខអញ្ចឹងប្រូស្រួលយល់ហើយថានេះមួយនេះគឺជា user outsource អ្នកនិយាយហើយប្រូអាច save វាទៅទុកនៅកន្លែងណាមួយទៅទុកក្នុងកម្មវិធីណាមួយទៅដើម្បីស្រួលមើលយើង edit អានេះបើដែរយើងមើលនេះបើតើដូចជាខ្ញុំចេះឧបមាថាណាvậyអូខេឥឡូវខ្ញុំ save អត្ថបទដែលមាននេះក្នុង notepad ហើយហ្នឹងហើយបានប៉ុណ្ណេះអញ្ចឹងប៉ុណ្ណឹងគឺស្រួលមើលហើយថាអូខេដូចអត្ថបទនេះឯងហ៊ាននិយាយណែនៅមើលក្នុងនឹងមកថាណាគេនិយាយនេះឯងហ៊ានទាំងនេះគឺមិនអាប៉ែបិសាចនេះនិយាយអញ្ចឹងគឺយើងដូរមកយើងដូរដាក់តួអង្គទៅហើយយើងកំណត់ទៅអាប៉ែបិសាចហ្នឹងយើងដាក់តួអង្គឈ្មោះអីដោយសារតាអាកន្លែង voice clone វាដូចឈ្មោះកើតអញ្ចឹងវាពិបាកដែរតែអត់អីទេប្រូព្យាយាមចំណាំខ្លួនឯងអញ្ចឹងណាដូចអាប៉ែបិសាចនេះខ្ញុំយកឈ្មោះកញ្ញានេះមកនិយាយទៅហ្នឹងហើយយើងដូរតាមនឹងមកនិយាយរួមទៅប្រូមើលតាមនឹងទៅឬក៏មួយទៀតបើប្រូខ្ជិលមើលតាមនេះប្រូចង់មើលលក្ខណៈមើលរឿងបន្តើស្ដាប់សលេងវាបន្តើថាសលេងរបស់ណាគេអញ្ចឹងប្រូអាចទៅកែតាមនេះបានប្រូចុចលេងរឿងបន្តើហើយមើលបន្តើទៅថាណាគេហើយយើងចូលកែតាមទៅហ្នឹងហើយអានេះប្រូចាំស្នើជ្រើសខ្លួនឯងទៅហ្នឹងហើយបន្ទាប់ពីប្រូកែសលេងនឹងអស់ហើយប្រូចុច generate មកហ្នឹងហើយចុច generate មកនេះអូសមកខាងនេះមកនេះមានកន្លែង generate TTS ហើយយើងចុច generate ហើយចាំទៅហ្នឹងហើយកន្លងពេលដែលចាំទៅអង្គុយសាប់ពងទៅអង្គុយធ្វើអីក៏ធ្វើទៅហ្នឹងហើយវារៀងយូរដែរអញ្ចឹងណាហើយដូចជាអាចចេញទៅមើល YouTube ឲ្យបានដែរខ្ញុំមិនសូវដឹងទេប្រូចាំសាកមើលទៅដោយសារតាហ្នឹងគឺខ្ញុំទៅសាករបស់បានបានទិញតែបានទិញប្រូបងប៉ុន្តែបានសលេងគឺសលេងវានឹងនៅខាងក្រោមប្រូអូសមកចង់យកមកអូសក៏បានចង់ចុចអូអាកន្លែងតនេះក៏បានគឺនឹងឃើញសលេងនឹងក្រោមអ៊ំតនេះអញ្ចឹងប្រូរៀបអាសលេងមួយនឹងឲ្យវាត្រូវជាមួយមាត់ណាគឺមានកន្លែងរៀបហើយប្រូចុច
ចុច mouse តាមឲ្យចុចរៀបទៅហ្នឹងហើយចុចរៀបដាក់តាណាតាណីហ្នឹងទៅព្រោះវាតែងតែខុសខ្លះចឹងហើយជួនកាលវានិយាយមុនមាត់របស់យើងវានិយាយមុនមាត់របស់តួអង្គចឹងទៅប្រូស្រីឲ្យត្រូវមួយមាត់ទៅហើយប៉ុណ្្នឹងឯងហើយបន្តមកទៀតគឺយើងបញ្ចូលសលេង background សលេង background គឺប្រើ AI មួយទៀត